ជួបគ្នាជាមួយនឹងខ្ញុំ admin សវណ្ណទាំងគ្នានៅក្នុងតម្រុយគូបាល់នៅរាត្រីនេះតែម្ដងបងប្អូនបាទយប់នេះក៏មានគូសំខាន់ដែល admin ជ្រើសរើសដូចជាមានតែ2គូទេមកក្នុងពានរង្វាន់បាទ UCL នេះផងដែរបងប្អូនបាទគឺពានរង្វាន់បាទChampions League ក្នុងការប្រកួតនៅរាត្រីនេះដូចជា Real Madrid ទៅប៉ះគ្នាជាមួយនឹង Benfica បើនិយាយពីជើងទី1បាទ Real Madrid បានយកឈ្នះទៅលើ Benfica 1-0ទេចាំមើលតើក្នុងការប្រកួតនៅរាត្រីនេះបាទទៅជាយ៉ាងណាកុំភ្លេចតាមដានទស្សនាការប្រកួតនៅរាត្រីនេះទាំងគ្នាបាទហើយគូទី2ដូចជាបាទ Paris Saint-Germain ត្រូវប៉ះគ្នាជាមួយនឹង Monaco បាទគូនេះ admin សង្ឃឹមទៅលើបាទ Paris 100%ហើយបងប្អូនបាទព្រោះដោយសារ Monaco ហើយនិង Paris ក៏មិនសូវជាឈ្នះទៅលើ Paris ដែរបងប្អូនបាទព្រោះទឹកដីរបស់ Paris បាទក្នុងការប្រកួតនៃរាត្រីនេះហើយដល់ក៏មានតម្រុយគូបាល់ជាច្រើនដែល admin តម្លាក់នៅក្នុងក្រុមបងបាល់របស់ admin ផងដែរបងប្អូនបាទកុំភ្លេចវិនិយោគជាមួយ admin ទាំងគ្នាឬក៏ចុចទៅ bio TikTok របស់ admin ឬក៏ D caption នៅលើ Facebook page ក្នុងការប្រកួតនៅរាត្រីនេះកុំភ្លេចវិនិយោគជាមួយ admin ទាំងគ្នាបើបងប្អូនចង់លេង admin ឲ្យបងប្អូនលេងទៅខាង real ហើយបងប្អូនបាទតមកក្របកន្លះឯណោះបងប្អូនបាទឬក៏ over ក៏បានដែរក្នុងការប្រកួតនៃ Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Benfica បាទ5ប្រកួតចុងក្រោយដូចជាឈ្នះ5ដងស្មើ1ដងបាទដូចគ្នាក្នុងការប្រកួតនៅរាត្រីនេះហើយកុំភ្លេចចុចទៅ bio TikTok like share ឲ្យម្នាក់មួយផងបាទ Paris ក៏ over ដែរគូនេះតរៀងច្រើនក្របដែរចង់បានតម្រុយគូបាល់ច្បាស់កុំភ្លេចចូលទៅក្នុងក្រុមបងបាល់របស់ admin